ជំរាបសួរស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបដាក់ view វីដេអូ Facebook ជាមួយនឹង website JSMM សម្រាប់បងប្អូនដែលចង់ឲ្យវីដេអូផុសរបស់បងប្អូនមានចំនួនអ្នក view ច្រើនបងប្អូនអាចសាកល្បងធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះបានធានាថាបងប្អូននឹងឃើញប្រសិទ្ធភាពពិតៗបន្ទាប់ពីបងប្អូនបានធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះមិនថាវីដេអូរបស់បងប្អូនជាប្រភេទវីដេអូធម្មតាឬក៏ជាប្រភេទវីដេអូរៀលនោះទេគឺបងប្អូនអាចបង្កើនចំនួន view ទៅតាមតម្រូវការរបស់បងប្អូនបានហើយចំពោះវិធីធ្វើវិញគឺអត់មានអីពិបាកទេបងប្អូនគឺបងប្អូនគ្រាន់តែមាន link វីដេអូរបស់បងប្អូនអាចបង្កើនឬក៏ boost ចំនួន view បានយ៉ាងច្រើនដោយខ្លួនឯងបានដោយប្រើពេលត្រឹមតែប៉ុន្មាននាទីតែប៉ុណ្ណោះបងប្អូនហើយបើនិយាយអំពីតម្លៃសេវាកម្មវិញគឺបងប្អូនកុំព្រួយបារម្ភខ្លាចតម្លៃសេវាកម្មអាចនឹងថ្លៃអីបងប្អូនដោយសារតែក្នុង website JSMM គឺគ្រប់សេវាកម្មទាំងអស់គឺសុទ្ធតែមានតម្លៃសមរម្យមែនតើដូច្នេះហើយកុំឲ្យខាតពេលយូរបងប្អូនអាចទៅតាមដានវិធីធ្វើនៅក្នុងវីដេអូមួយនេះជាមួយនឹងនាងខ្ញុំទាំងអស់គ្នាជាដំបូងតម្រូវបងប្អូន sign up ឬ sign in ចូលទៅកាន់ website JSMM ជាមុនសិនដើម្បីចូលធ្វើសេវាកម្មក៏ប៉ុន្តែសម្រាប់បងប្អូនដែលជាសមាជិកថ្មីបងប្អូនអាចបង្កើតគណនីមួយដើម្បីចូលឈ្មោះចូលធ្វើសេវាកម្មបានហើយប្រសិនបើបងប្អូនអត់ទាន់ចេះបង្កើតឬក៏អត់ទាន់ចេះពីរបៀបចុះឈ្មោះចូលទេបងប្អូនអាចចុចចូលមើល link ដែលនៅខាងក្រោមវីដេអូមួយនេះបានដើម្បីដឹងពីរបៀបនៃការចុះឈ្មោះចូលនៅពេលដែលបងប្អូនបាន sign up ឬ sign in ចូលទៅកាន់ website ហើយបងប្អូននឹងឃើញវាចេញនៅទម្រង់បែបនេះបន្ទាប់មកបងប្អូនឃើញមានពាក្យ Instagram Telegram នៅខាងក្រោមហ្នឹងបងប្អូនអូសវាមកបងប្អូននឹងឃើញមានពាក្យថា Facebook បងប្អូនអាចចុចចូលទៅលើពាក្យថា Facebook នឹងបានហើយបន្ទាប់មកទៀតបងប្អូនអាចអូសមកក្រោមបន្តិចហើយបងប្អូនចុចចូលទៅលើពាក្យថា Category ដែលនៅក្នុងហ្នឹងគឺវាមានសេវាកម្មច្រើនមែនទែនបងប្អូនដែលតាក់ទងទៅនឹង Facebook គឺវាមានដូចជា Facebook Page Follower Facebook Page Like Follower Facebook Group Member Facebook Post Like Post Reaction Page Review Post Share Video Review Facebook Comment Like Facebook Live Stream Review គឺមានទាំងអស់បងប្អូនដូច្នេះហើយបងប្អូនចង់ធ្វើសេវាកម្មមួយណាបងប្អូនអាចចុចចូលជ្រើសរើសទៅលើសេវាកម្មមួយនឹងបានហើយសម្រាប់បងប្អូនដែលចង់ធ្វើសេវាកម្មតាក់ទងទៅនឹងការបង្កើនចំនួន view នៅលើវីដេអូ Facebook បងប្អូនអាចចុចចូលទៅលើសេវាកម្មដែលមានពាក្យថា Facebook Video View នេះក៏បាន Facebook View Play ក៏បាន Facebook Real View ក៏បានឬក៏ Facebook Video Real View ក៏បានដែរបងប្អូននៅក្នុងចំណោមហ្នឹងគឺសុទ្ធតែតាក់ទងនឹងការបង្កើនចំនួន view នៅលើវីដេអូ Facebook ទាំងអស់បងប្អូននៅត្រង់កន្លែងនេះគឺខ្ញុំសូមបញ្ជាក់ដល់បងប្អូនផងដែរថាប្រសិនបើបងប្អូនជ្រើសរើសទៅលើសេវាកម្ម Facebook Video View នោះនៅពេលដែលបងប្អូន boost view ទៅគឺបងប្អូនអាច boost view បានទៅលើវីដេអូធម្មតាតែប៉ុណ្ណោះបងប្អូនហើយប្រសិនបើបងប្អូនចង់ boost ចំនួន view ទៅលើវីដេអូ Reel បងប្អូនអាចចុចចូលទៅលើសេវាកម្មដែលមានពាក្យថា Facebook Reel View បានហើយសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំrecommendឲ្យបងប្អូនជ្រើសរើសទៅលើសេវាកម្មដែលមានពាក្យថា Facebook Video Reel Viewដោយសារតែសេវាកម្មមួយហ្នឹងនៅពេលដែលបងប្អូនជ្រើសរើសទៅមិនថាវីដេអូរបស់បងប្អូនជាប្រភេទវីដេអូធម្មតាឬក៏ជាប្រភេទវីដេអូ Reel ទេគឺបងប្អូនអាច boost ចំនួន view បានដូចគ្នាបងប្អូនហើយក្នុងថ្ងៃនេះក៏ខ្ញុំជ្រើសរើសប្រើប្រាស់ទៅលើសេវាកម្មនឹងដូចគ្នាបងប្អូននៅពេលដែលបងប្អូនបានចុចចូលជ្រើសរើសសេវាកម្មរួចហើយបងប្អូនអាចអូសមកក្រោមបន្តិចទៀតហើយបងប្អូនចុចចូលទៅលើសវីសដែលនៅក្នុងនឹងផងដែរគឺវាមាន4សវីសសម្រាប់ឲ្យបងប្អូនចុចចូលជ្រើសរើសប្រើប្រាស់ទៅតាមតម្រូវការរបស់បងប្អូនសវីសទី1នោះគឺ Facebook View Real Video 50k ក្នុងមួយថ្ងៃដែលមានតម្លៃ 0.13 សេននៅក្នុង 1000 view ហើយសវីសទី2នោះគឺ Facebook View Real Video All Link ដែលមានចំនួន 100k ក្នុងមួយថ្ងៃមានតម្លៃសេវាកម្ម 0.16 សេននៅក្នុង 1000 view សវីសទី3គឺ Facebook View Real Video Basic 20k ក្នុងមួយថ្ងៃដែលមានតម្លៃសេវាកម្ម 0.23 សេននៅក្នុង 1000 viewនិងសវីសចុងក្រោយគេគឺសវីសទី4 Facebook Video Real View Spend 100k ក្នុងមួយថ្ងៃដែលមានតម្លៃសេវាកម្ម 0.16 សេននៅក្នុង 1000 view ហើយចំពោះរាល់សវីសទាំងអស់នេះគឺសុទ្ធតែធានា quality ជូនដល់បងប្អូនដូចគ្នាដូច្នេះហើយបងប្អូនស្រឡាញ់ពេញចិត្តទៅលើសវីសមួយណាបងប្អូនអាចចុចចូលជ្រើសរើសប្រើប្រាស់ទៅលើសវីសមួយនឹងបានហើយសម្រាប់ខ្ញុំគឺខ្ញុំជ្រើសរើសប្រើប្រាស់សវីសដែលមានលេខកូដ451គឺ Facebook View Real Video All Linkបន្ទាប់ពីបងប្អូនបានចុចចូលជ្រើសរើសសវីសរួចរាល់អស់ហើយបងប្អូនអូសមកក្រោមទៀតមកហើយបងប្អូននឹងឃើញមានពាក្យ link នៅខាងក្រោមសវីសហ្នឹងដែលនៅត្រង់កន្លែង link នេះផងដែរគឺជាកន្លែងសំខាន់ជាងគេនៅក្នុងវីដេអូមួយនេះគឺតម្រូវឲ្យបងប្អូនចូលទៅ copy link វីដេអូ Facebook របស់បងប្អូនចូល
ដើម្បីទាញយក link វីដេអូ Facebook របស់បងប្អូនបានបងប្អូនចូលទៅកាន់ account Facebook របស់បងប្អូនជាមុនសិនមកហើយបងប្អូន select ចូលទៅលើវីដេអូណាមួយដែលបងប្អូនចង់បង្កើនចំនួន view ឧទាហរណ៍ខ្ញុំជ្រើសរើសយកវីដេអូមួយនេះធ្វើជាឧទាហរណ៍បង្ហាញដល់បងប្អូននៅពេលដែលបងប្អូនចូលទៅកាន់វីដេអូរបស់បងប្អូនហើយបងប្អូននឹងឃើញមានចំណុចត្រេះ3តូចៗនៅខាងលើនេះបងប្អូនអាចចុចចូលទៅលើត្រេះ3តូចៗនៅខាងលើនឹងក៏បានឬក៏បងប្អូនចុចចូលទៅលើពាក្យថា share នៅខាងក្រោមនេះក៏បានហើយបន្ទាប់មកបងប្អូននឹងឃើញមានពាក្យថា copy link បងប្អូនអាចចុចចូលទៅលើពាក្យ copy link នឹងបាននៅពេលដែលបងប្អូនបាន copy link វីដេអូរបស់បងប្អូនរួចរាល់អស់ហើយបងប្អូនអាចចូលទៅកាន់ website យើងវិញដើម្បីផាស link វីដេអូរបស់បងប្អូនចូលហើយបន្ទាប់ពីនឹងមកទៀតនោះគឺបងប្អូនអាចចូលទៅបំពេញចំនួន view ដែលបងប្អូនចង់ boost ឬក៏បងប្អូនចង់បង្កើននៅលើវីដេអូរបស់បងប្អូននៅខាងក្រោមនេះបានដែលនៅក្នុងហ្នឹងគឺបងប្អូនអាចដាក់បានយ៉ាងតិចចំនួន100 view ហើយយ៉ាងច្រើនរហូតដល់50លាន view គឺពិតជាច្រើនមែនទែនបងប្អូនដូច្នេះហើយបងប្អូនអាចដាក់ចំនួន view ដែលបងប្អូនចង់ boost ទៅតាមតម្រូវការរបស់បងប្អូនបានហើយចំពោះឆាតនៅខាងក្រោមនេះវាគឺជាតម្លៃសេវាកម្មនេះទៀតសោតគឺវានឹងគិតឲ្យបងប្អូនអូតូទៅតាមចំនួន view ដែលបងប្អូនបានដាក់នៅខាងលើជាឧទាហរណ៍ដូចខ្ញុំបានដាក់ត្រឹមចំនួន100 view អញ្ចឹងតម្លៃសេវាកម្មគឺស្មើនឹង 0.016 សេនក៏ប៉ុន្តែប្រសិនបើបងប្អូនដាក់ចំនួន view នៅខាងលើនឹងច្រើនជាងនេះបងប្អូននឹងឃើញតម្លៃសេវាកម្មនៅខាងក្រោមនឹងវាអាចនឹងកើនឡើងទៅតាមចំនួន view ដែលបងប្អូនបានដាក់នឹងដូចគ្នាឧបមាថាខ្ញុំបង្កើនចំនួន view នៅខាងលើនឹងពី100មក1000អញ្ចឹងបងប្អូននឹងឃើញតម្លៃសេវាកម្មប្រែប្រួលកើនឡើងមក 0.16 សេនវិញបងប្អូនកាន់តែបង្កើនចំនួន view នៅខាងលើនឹងកាន់តែច្រើនតម្លៃសេវាកម្មនៅខាងក្រោមនឹងវាកាន់តែប្រែប្រួលកើនឡើងទៅតាមនឹងដូចគ្នាបងប្អូនហើយបើនិយាយអំពីតម្លៃសេវាកម្មវិញគឺពិតជាពិសេសមែនទែនបងប្អូនដោយដែលបងប្អូនបានឃើញចឹងចំនួន 100000 view តម្លៃសេវាកម្មគឺត្រឹមតែ$16ជាងតែប៉ុណ្ណោះបងប្អូនហើយចំណាយឯរយៈពេល8នាទីដោយដែលបងប្អូនបានឃើញនេះវិញវាគឺជារយៈពេលដំណើរការនៃការ boost ចំនួន view នៅលើវីដេអូ Facebook របស់បងប្អូនគឺមានន័យថាបន្ទាប់ពី8នាទីក្រោយនៅពេលដែលបងប្អូនចុចចូល submit រួចរាល់បងប្អូននឹងឃើញចំនួន view នៅលើវីដេអូ Facebook របស់បងប្អូនកើនឡើងទៅតាមចំនួន view ដែលបងប្អូនបាន boostក៏ប៉ុន្តែចំពោះរយៈពេលនេះផងដែរវាអាចនឹងយូរជាងនេះតិចតួចទៅតាមសវីដែលបងប្អូនបានចុចចូលជ្រើសរើសនៅខាងលើនឹងដូចគ្នាហើយមុនពេលដែលបងប្អូនចុចចូលទៅលើពាក្យថា submit បងប្អូនអាចអូសឡើងលើឡើងវិញដើម្បីពិនិត្យផ្ទៀងផ្ទាត់ថារាល់សវីទាំងអស់បងប្អូនបានចុចចូលជ្រើសរើសបានត្រឹមត្រូវក៏ដូចជា link វីដេអូរបស់បងប្អូនបានបំពេញបានត្រឹមត្រូវប្រសិនបើបងប្អូនជ្រើសរើសក៏ដូចជាបំពេញបានត្រឹមត្រូវអស់ហើយបងប្អូនអាចចុចចូលទៅលើពាក្យថា submit នៅខាងក្រោមនេះបានហើយនៅពេលដែលបងប្អូនចុចចូលទៅលើពាក្យថា submit រួចរាល់បងប្អូននឹងឃើញមានពាក្យថា your order received ដែលវាដូចជាវិក័យប័ត្រមួយបញ្ជាក់ប្រាប់បងប្អូនថាបងប្អូនបានចុចចូលធ្វើសេវាកម្មមួយនឹងដោយជោគជ័យហើយនៅខាងក្រោមនឹងក៏មានការបញ្ជាក់ឡើងវិញទាំងអស់រាល់សវីដែលបងប្អូនបានចុចចូលជ្រើសរើសក៏ដូចជា link វីដេអូរបស់បងប្អូនចំនួន view ដែលបងប្អូនបាន boost និងតម្លៃសេវាកម្មទាំងអស់ដែលបងប្អូនត្រូវចំណាយដូច្នេះហើយបងប្អូនអាចពិនិត្យផ្ទៀងផ្ទាត់សារឡើងវិញនៅត្រង់កន្លែងនឹងបានហើយចំពោះរយៈពេលរងចាំដូចខ្ញុំបានបញ្ជាក់ប្រាប់បងប្អូននៅខាងលើនឹងអញ្ចឹងគឺបងប្អូនអាចរងចាំរយៈពេល8នាទីឬក៏យូរជាងនេះតិចតួចទៅតាមសវីដែលបងប្អូនបានចុចចូលជ្រើសរើសនោះបងប្អូននឹងឃើញចំនួន view នៅលើវីដេអូរបស់បងប្អូនកើនឡើងទៅតាមចំនួន view ដែលបងប្អូនបាន boostក៏ប៉ុន្តែអត់តម្រូវបងប្អូនរងចាំនៅក្នុង website ហ្នឹងទេគឺបងប្អូនអាចចុច clear ចេញពី website ហ្នឹងវិញបានហើយសម្រាប់ការដាក់ view ឬក៏ boost view វីដេអូ Facebook ជាមួយនឹង website JSMM គឺមានតែប៉ុណ្្នឹងទេបងប្អូនគឺងាយៗមែនតើបងប្អូនអាចសាកល្បងធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះបានធានាថាបងប្អូនចំណាយតិចប៉ុន្តែបងប្អូននឹងទទួលបានប្រសិទ្ធភាពពិតៗដូច្នេះសម្រាប់វីដេអូថ្ងៃនេះក៏ដល់ទីបញ្ចប់ដែរបងប្អូនប្រសិនបើបងប្អូនមានចម្ងល់នៅត្រង់កន្លែងណាមួយបងប្អូនអាច comment នៅខាងក្រោមវីដេអូមួយនេះបានអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូពីដើមដល់ចប់ហើយក៏សូមអធិស្ឋានផងដែរប្រសិនបើមានពាក្យពេចន៍ខុសឆ្គងឬក៏សំឡេងរំខានណាមួយជម្រាបលាបងប្អូនជួបខ្ញុំនៅវីដេអូក្រោយ